បាទសួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងទៅសិក្សាចំណុចមួយទៀតគឺតកតងជាមួយនឹងការប្រើប្រាស់ row បាទអញ្ចឹង row គឺជាជួរដេកនៃតារាង worksheet ដែលមានចំនួនសរុបទាំងអស់1,000,000បាទ 43,576 row បាទហើយយើងនឹងសិក្សា3ចំណុចតកតងជាមួយនឹង row គឺការពង្រីកពង្រួម row ការបន្ថែម row ការលុប row បាទអញ្ចឹងយើងទៅមើល row ទាំងអស់គ្នាបាទអញ្ចឹងទី1គឺយើងសិក្សាអំពីការបាទពង្រីកពង្រួម row បាទមានថាយើងពង្រីកពង្រួម row ហ្នឹងយើងធ្វើយ៉ាងម៉េចបាទអញ្ចឹងយើងចុចទៅលើ menu home ហើយបន្តមកទៀតយើងចុចទៅលើ format ហើយយើងយកពាក្យថា row hide បាទទាំងអស់គ្នាចុចលើ row hide មកទាំងអស់គ្នានឹងឃើញបាទប្រអប់មួយសម្រាប់យើងវាយទំហំជួរដេករបស់យើងបាទ row របស់យើងអញ្ចឹងថាយើងវាយ30ចុចទៅវាឃើញប៉ុណ្ណឹងបាទហើយវិធីមួយទៀតគឺយើងចុច mouse ស្ដាំទៅលើ row ហ្នឹងហើយយើងយកពាក្យថា row hide នោះយើងនឹងឃើញមានប្រអប់មួយសម្រាប់យើងវាយបាទបំពេញលេខ row នឹងដូចគ្នាបាទឬក៏មួយទៀតគឺយើងយក mouse ដាក់នៅលើក្បាលជួរដេកនៃ row របស់យើងធ្វើការទាញទៅលើគឺពង្រួមបាទធ្វើការទាញមកក្រោមគឺពង្រីកបាទនេះតកតងជាមួយនឹងការពង្រីកពង្រួម row បាទហើយចំណុចបន្តមកទៀតគឺតកតងជាមួយនឹងការបន្ថែម row បាទអញ្ចឹងដើម្បីបន្ថែម row គឺយើងចុច mouse ស្ដាំទៅលើ row ហើយចុច insert នោះយើងនឹងបន្ថែមបាទបាន row ថ្មីមួយទៀតបាទអញ្ចឹងបើសិនជាយើងចង់បន្ថែមយើងចុច mouse ស្ដាំ insert យើងបន្ថែមចុច mouse ស្ដាំdelete គឺមានថាយើងលុប row បាទអញ្ចឹងដើម្បីលុប row គឺយើងចុច mouse ស្ដាំទៅលើ row ហើយយើងយកពាក្យថា delete យើងនឹងលុប row បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ